រឿងក្តៅអាយ៉ាលោកសាក់ប្រាំជេអ្នកកសែតស្រាប់តែលោកផៃមណៈដាក់ចំបែបនេះថាពាក់ព័ន្ធនឹងលោកសាក់ប្រាំដែលជេអ្នកកសែតនោះត្រូវបានគេស្គាល់ថាគឺជាលោកអធិការក្រុងដូនកែវដែលបានចូលនិវត្តន៍កាលពីចុងឆ្នាំ2025ដែលលោកមានឈ្មោះថាអិនមណ្ឌលដែលជាអធិការក្រុងដូនកែវខេត្តតាកែវករណីជេរអ្នកកសែតនេះគឺបន្ទាប់ពីលោកឆាយានីតដែលត្រូវបានគេស្គាល់ថាជាចាងវាងសារព័ត៌មានកម្ពុជាឈ្នះលោកបានធ្វើការបង្ហោះសម្ដីថាសម្ដេចថាបតីហ៊ុនម៉ាណែតដាក់ឲ្យលោកអធិការក្រុងដូនកែវចូលនិវត្តន៍តែឃើញបន្តការងារធម្មតានៅក្នុងនោះលោកបានបន្តទៀតថាសម្ដេចថាបតីហ៊ុនម៉ាណែតនឹងគឺនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាកាលពីថ្ងៃទី5ខែធ្នូឆ្នាំ2025កន្លងទៅគឺបានចេញអនុក្រឹត្យស្តីពីការដាក់ឲ្យចូលនិវត្តន៍មន្ត្រីនគរបាលកម្ពុជាចំនួន12រូបដែលក្នុងនោះគឺលេខរៀងទី7គឺមានឈ្មោះលោកវិរៈសេនីយ៍អាចអិនមណ្ឌលអធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវខេត្តតាកែវផងដែរតាមរយៈសម្ដីដដែលលោកឆាយានីតបានបន្តទៀតថាតាមប្រភពព័ត៌មានបានទម្លាយឲ្យអង្គភាពសារព័ត៌មានកម្ពុជាឈ្នះដឹងថាបើទោះបីជាមានអនុក្រឹត្យយ៉ាងណាក៏ដោយតែគេឃើញលោកអិនមណ្ឌលនៅបន្តការងារដឹកនាំនៅអធិការដ្ឋាននគរបាលក្រុងដូនកែវដដែលដោយមិនដឹងពីមូលហេតុអ្វីនោះទេពាក់ព័ន្ធនឹងបញ្ហានេះនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026អង្គភាពសារព័ត៌មានកម្ពុជាឈ្នះបានទម្លាក់ទំនងទៅលោកអិនមណ្ឌលតាមទូរស័ព្ទដើម្បីសុំការបំភ្លឺព័ត៌មានតែទូរស័ព្ទចូលគ្មានអ្នកទទួលអង្គភាពសារព័ត៌មានកម្ពុជាឈ្នះក៏បានបន្តឆាតតាមបណ្ដាញសង្គម Telegram ទៅលោកអិនមណ្ឌលតែចូលមើលហើយក៏មិនមានការឆ្លើយតបលោកឆាយានីតបានបន្តទៀតថាបន្ថែមពីលើនេះអង្គភាពសារព័ត៌មានកម្ពុជាឈ្នះក៏បានទម្លាក់ទំនងទៅលោកឧត្តមសេនីយ៍ត្រីសៅសរុនអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវដោយលោកបានឆ្លើយតបថាលោកវិរៈសេនីយ៍អាចអិនមណ្ឌលបានធ្លាក់អនុក្រឹត្យចូលនិវត្តន៍កាលពីថ្ងៃទី5ខែធ្នូឆ្នាំ2025និងជាបែបបទការងារក្រសួងមហាផ្ទៃនឹងចេញប្រកាសកាត់ផ្តាច់ចេញពីក្របខ័ណ្ឌនគរបាលជាតិនិងផ្ទេរទៅមន្ទីរសង្គមកិច្ចលោកសៅសរុនបន្តថារហូតមកដល់ពេលនេះក្រសួងមហាផ្ទៃកំពុងតែដំណើរការនីតិវិធីលើការងារនេះហើយបន្ទាប់ពីលោកឆាយានីតបានធ្វើការបង្ហោះបែបនេះមិនបានប្រមាណផងគឺឃើញលោកផៃបណ្ណៈបានធ្វើការ share នៅគណនី Facebook ឈ្មោះអិនមណ្ឌលដែលបានជេរអ្នកកសែតដោយមានសម្ដីថាអាសំគិះនេះឈ្មោះឆាយានីតគ្មានចេះច្បាប់នីតិវិធីបែបបទការងារនិងវិជ្ជាជីវៈទេហើយតាំងខ្លួនជាអ្នកសារព័ត៌មានគ្រាន់បើដោយឃើញសម្ដីបែបនេះលោកផៃបណ្ណៈក៏បានដាក់ចំទៅបែបនេះថាបងពាក់សាក់5ជេអ្នកកសែតអញ្ចឹងគិតថាបងចេះដឹងមែនបើអ្នកសារព័ត៌មាននិយាយខុសត្រូវបែបណាបងបំភ្លឺឲ្យទៅវាចប់ហើយហេតុអ្វីមន្ត្រីមួយចំនួនកាយម្លេះអ្នកកសែតគ្រាន់តែឆ្ងល់ថាលោកមានអនុក្រឹត្យដាក់ឲ្យចូលនិវត្តន៍យូរហើយម្ដេចក៏នៅតែបន្តធ្វើការធម្មតាគាត់ឆ្ងល់ខុសដែរមែន